តែអ្នកដឹងទេថាអ៊ីរ៉ង់មានឃ្លាំងមីស៊ីលបាឡីស្ទិកធំជាងគេនៅមជ្ឈមបូព៌ាពួកគេមានមីស៊ីលដែលអាចហោះបានល្បឿនជាង 17,000 គីឡូម៉ែត្រក្នុង1ម៉ោងពួកគេមានយន្តហោះគ្មានមនុស្សបើកបររាប់ពាន់គ្រឿងហើយពួកគេមានសមត្ថភាពបិទច្រកសមុទ្រ Hormuz ដែលជាច្រករបស់ 20% នៃប្រេងពិភពលោកទោះបីជាទទួលរងការដាក់ទណ្ឌកម្មអស់ជាច្រើនទសវត្សរ៍នឹងត្រូវបានអាមេរិកនិងអ៊ីស្រាអែលវាយប្រហារជាបន្តបន្ទាប់ក៏ដោយអ៊ីរ៉ង់នៅតែជាកម្លាំងយោធាដ៏សំខាន់នៅក្នុងតំបន់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីសមត្ថភាពយោធារបស់អ៊ីរ៉ង់ទាំងកម្លាំងទ័ព មីស៊ីល UAV និងយុទ្ធសាស្ត្រការពារជាតិអ៊ីរ៉ង់មានកងកម្លាំងប្រដាប់អាវុធដ៏ធំជាងគេនៅក្នុងតំបន់មជ្ឈមបូព៌ាពួកគេមានកងទ័ពជាតិនិងកងកម្លាំងពិសេសមួយទៀតដែលមានឥទ្ធិពលខ្លាំងគឺឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC គឺជាកម្លាំងស្នូលដែលមានទាហានប្រហែល 125,000 នាក់និងទទួលបន្ទុកគ្រប់គ្រងកម្មវិធីមីស៊ីលបាឡីស្ទិកនិងសមត្ថភាពយុទ្ធសាស្ត្រផ្សេងៗទៀតកម្លាំងបុគ្គលិកសរុបទ័ពសកម្មប្រហែល 610,000 នាក់កងកម្លាំងប៉ារ៉ាមីលីទ័ររួមទាំងបាសិកប្រហែល 220,000 នាក់កម្លាំងបំរុករាប់សែននាក់ដែលអាចគៀរបានដោយមានប្រជាជនសរុបជាង 88,000 នាក់អ៊ីរ៉ង់មានសក្តានុពលខ្ពស់ក្នុងការគៀរកម្លាំងចំណុចខ្លាំងបំផុតរបស់អ៊ីរ៉ង់គឺកម្មវិធីមីស៊ីលបាឡីស្ទិកពួកគេមានឃ្លាំងមីស៊ីលធំជាងគេនៅមជ្ឈមបូព៌ាទោះបីជាស្តុកមីស៊ីលបានថយចុះពីប្រហែល 2,500 គ្រឿងមកនៅចន្លោះ 1,000 ទៅ 1,200 គ្រឿងបន្ទាប់ពីការប្រយុទ្ធគ្នានៅឆ្នាំ 2025 ក៏ដោយក៏វានៅតែជាកម្លាំងដ៏សាហាវមីស៊ីលសំខាន់ៗរបស់អ៊ីរ៉ង់ស៊ីជីលរយៈចម្ងាយ 2,000 ទៅ 2,500 គីឡូម៉ែត្រល្បឿនជាង 17,000 គីឡូម៉ែត្រក្នុង1ម៉ោងប្រើប្រាស់ក្នុងការវាយប្រហារឆ្នាំ 2026 Horamsha 4 រយៈចម្ងាយ 2,000 គីឡូម៉ែត្រក្បាលគ្រាប់ធំ 1,500 គីឡូក្រាម Fatah មីស៊ីល Hypersonic រយៈចម្ងាយ 1,400 គីឡូម៉ែត្រអាចគេចពីប្រព័ន្ធការពារ Shahab 3 រយៈចម្ងាយ 800 ទៅ 1,300 គីឡូម៉ែត្រជាឆ្អឹងខ្នងនៃកម្មវិធីមីស៊ីលអ៊ីរ៉ង់ Kheba រយៈចម្ងាយ 2,000 គីឡូម៉ែត្រប្រើប្រាស់ក្នុងការវាយប្រហារឆ្នាំ 2026 Hajj 93 រយៈចម្ងាយ 1,400 គីឡូម៉ែត្រដាក់ឈ្មោះតាមឧត្តមសេនីយ៍ Soleimani អ៊ីរ៉ង់បានសាក់ល្បាំងប្រព័ន្ធមីស៊ីលថ្មីក្នុងសម្យុទ្ធខែកុម្ភៈឆ្នាំ 2026 ដែលមានប្រព័ន្ធនាវិជ្ជៈប្រសើរឡើងនិងក្បាលក្រាប់ពិសេសសម្រាប់ទម្លុះគោលដៅអ៊ីរ៉ង់បានវិនិយោគយ៉ាងខ្លាំងលើកម្មវិធីយន្តហោះគ្មានមនុស្សបើកបរ UAV ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមមិនស្មើគ្នារបស់វាពួកគេមាន UAV រាប់ពាន់គ្រឿងរួមមានប្រភេទស៊ើបការវាយប្រហារនិងប្រភេទ10ស្លាបបត់ UAV លេចលោរបស់អ៊ីរ៉ង់ Shahed 239 យន្តហោះ10ស្លាបបត់ Kamikaze Drone ដែលល្បីខាងប្រើក្នុងការវាយប្រហាររលកធំៗ Shahed 129 យន្តហោះស៊ើបការនិងវាយប្រហារមានសមត្ថភាពហោះហើរបានយូរ Mojah 6 យន្តហោះចម្រោះមាសកិច្ចសម្រាប់ស៊ើបការនិងវាយប្រហារ Rezawan យន្តហោះ10ស្លាបបត់កម្រិតតូចនៅខែមករាឆ្នាំ 2026 អ៊ីរ៉ង់បានបញ្ចូល UAV យុទ្ធសាស្ត្រមួយកូនគ្រឿងថ្មីបន្ថែមទៅក្នុងជួរកងទ័ពរបស់វាកម្លាំងទ័ពជើងទឹកអ៊ីរ៉ង់ផ្ដោតទៅលើសមត្ថភាពប្រតិបត្តិការក្នុងដែនទឹករ៉ែកនៃជំនង់ប៉ែសិកនិងច្រកសមុទ្រ Hormuz ពួកគេមាននាវាចម្បាំងសរុប109គ្រឿងនិងនាវាមុជទឹក25គ្រឿងមុខជានាវាមុជទឹកតូចៗ Qadiaចំណុចខ្លាំងរបស់ពួកគេគឺនាវាលោតត្រង់វែងនិងនាវាបាញ់រ៉ុកែតល្បឿនលឿនរាប់រយគ្រឿងដែលប្រើប្រាស់យុទ្ធសាស្ត្រហ្វុងមនុស្សសំខាន់បំផុតអ៊ីរ៉ង់អាចបិទច្រកសមុទ្រ Hormuz ដែលជាច្រករបស់ 20% នៃប្រេងពិភពលោកដោយប្រើប្រាស់មីននាវាលោតលឿននិងមីស៊ីលប្រចាំងនាវាពួកគេកំពុងចរចាទិញមីស៊ីលប្រចាំងនាវា CM302 ពីចិនដែលមានល្បឿនលឿនសម្លេងនៅរយៈចម្ងាយ 290 គីឡូម៉ែត្រដែលអាចផ្លាស់ប្ដូរសមត្ថភាពអំណាចនៅក្នុងតំបន់កម្លាំងទ័ពអាកាសអ៊ីរ៉ង់គឺជាចំណុចខ្សោយជាងគេដោយសារបញ្ហាប្រឈមពីការដាក់ទណ្ឌកម្មអស់ជាច្រើនទសវត្សរ៍ពួកគេមានយន្តហោះចម្បាំង188គ្រឿងប៉ុន្តែភាគច្រើនគឺជា model ចាស់ៗដូចជា MiG-29 Su-24 F4 F5 F7 និង F14 Tomcat មួយចំនួនប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ
អ៊ីរ៉ង់មានប្រព័ន្ធការពារដែនអាកាសរាប់សែនគ្រឿងរួមមានប្រព័ន្ធ S300 ពីរុស្ស៊ី Bava 373ដែលផលិតក្នុងស្រុកស្មើ S300 Rad Hwasdat និង15ខែកុម្ភៈទោះបីជាយ៉ាងណាប្រព័ន្ធការពារដែនអាកាសបានត្រូវបានវាយប្រហារនិងខូចឆាតក្នុងចំនួនឆ្នាំ2025ក៏ដោយអ៊ីរ៉ង់មានបណ្ដាញសម្ព័ន្ធមិត្តនិងក្រុម proxy នៅក្នុងតំបន់ដែលគេស្គាល់ថាជាអនេកាតស៊ូ Axis of Resistance ក្រុមទាំងអស់នេះរួមមាន Hezbollah នៅលីបង់ក្រុម Shiite នៅអ៊ីរ៉ាក់ពួក Houthi នៅយេម៉ែនក្រុម Hamas នៅប៉ាឡេស្ទីនទោះបីជាយ៉ាងណាក្រុមទាំងអស់នេះបានទទួលរងការវាយប្រហារយ៉ាងដុនដាមក្នុងចំនួនឆ្នាំ2023ទៅ2025សរុបមកអ៊ីរ៉ង់មានសមត្ថភាពយោធាផ្នែកលើយុទ្ធសាស្ត្រសង្គ្រាមមិនស្មើគ្នាចំណុចខ្លាំងមីស៊ីល ballistic ដ៏ធំកម្មវិធី UAV ដ៏រឹងមាំសមត្ថភាពរំខានចរាចរណ៍សមុទ្រនៅក្នុងតំបន់ជំនង់ Pacific ចំណុចខ្សោយកងទ័ពអាកាសហួសសម័យប្រព័ន្ធការពារដែនអាកាសមានចន្លោះប្រហោងស្តុកមីស៊ីលកំពុងធ្លាក់ចុះដោយសារចំនួនអ៊ីរ៉ង់ពឹងផ្អែកទៅលើការបាញ់មីស៊ីលនិង UAV ជារលកធំៗដើម្បីបង្ក្រាបសមត្ថភាពការពារសត្រូវសមត្ថភាពអ៊ីរ៉ង់កំពុងវិវត្តជាពិសេសក្នុងការអភិវឌ្ឍមីស៊ីល hypersonic និងការពង្រឹងទំនាក់ទំនងយោធារបស់អ៊ីរ៉ង់ជាមួយជនចិនតែអ្នកគិតថាអ៊ីរ៉ង់អាចទប់ទល់នឹងអាមេរិកនិងអ៊ីស្រាអែលបានទេប្រាប់ខ្ញុំនៅខាងក្រោមនេះទៅ